4 ចំណុចគូជិះវៀងពេលស្រីធ្វើអនាម័យកន្លែងសម្ងាត់ស្រីធ្វើអនាម័យកន្លែងសម្ងាត់ឲ្យបានទៀងទាត់និងត្រឹមត្រូវតាមក្បួនពេទ្យអាចបង្ការពីការកើតជំងឺរោគផ្សិតមិនធំក្លិនអាក្រក់កាន់តែមានទំនុកចិត្តថែមទៀតផង4ចំណុចខាងក្រោមនេះជាប្រការគូជិះវៀងពេលធ្វើអនាម័យទ្វារមាសទី1ប្រើទឹកអនាម័យមានកម្រិត pH ខ្ពស់ជាធម្មតាប្រដាប់ភេទស្រីមានច្រើនស្រទាប់ងាយនឹងឆ្លងមេរោគឬបាក់តេរីធ្វើឲ្យមានក្លិនបើយើងមិនបានធ្វើអនាម័យទៀងទាត់នោះទេយើងត្រូវលាងសម្អាតទ្វារមាសជាប្រចាំ2 ដងក្នុងមួយថ្ងៃដោយទឹកស្អាតទឹកក្តៅអ៊ុនឬទឹកអនាម័យតែត្រូវជ្រើសរើសទឹកអនាម័យដែលមានកម្រិត pH ទាបចន្លោះពី 3.8 ទៅ 4.8 ទី2ប្រើផលិតផលបំបាត់ក្លិនដោយហេតុថាទ្វារមាសឆាប់មានក្លិនទើបស្រីមួយចំនួនប្រើម្សៅឬផលិតផលបំបាត់ក្លិនយកមកលាបដើម្បីឲ្យមានក្លិនក្រអូបតែការធ្វើបែបនេះត្រឹមត្រូវហើយព្រោះអាចឆ្លងមេរោគផ្សិតទៅវិញនោះទេទ្វារមាសមានក្លិនតិចតួចជារឿងធម្មតាលើកលែងតែមានធ្លាក់សធំក្លិនឆ្អាបខ្លាំងឬស្អុយនោះទើបអាចបង្ករោគត្រូវប្រញាប់ទៅជាមួយគ្រូពេទ្យទី3ប្រើសាប៊ូដើម្បីលាងសម្អាតសាប៊ូមានក្លិនក្រអូបនិងជាតិកាត់ខ្លាំងធ្វើឲ្យបាត់បង់បាក់តេរីល្អដែលមានតួនាទីផ្សើមទ្វារមាសការពារការឆ្លងមេរោគផ្សេងអាចប្រើម្ដងម្កាលប៉ុណ្ណោះចំពោះសាប៊ូដែលមានក្លិនស្រាលឬមានរសជាតិកាត់តិចតែប៉ុណ្ណោះទី4ប្រើក្រដាសអនាម័យមានក្លិនក្រអូបការប្រើក្រដាសអនាម័យដើម្បីជូតសម្អាតទ្វារមាសក៏ត្រូវតែប្រយ័ត្នផងដែរមិនត្រូវប្រើក្រដាសអនាម័យដែលមានក្លិនក្រអូបខ្លាំងនោះទេឯប្រភេទក្រដាសអនាម័យផុយហុយខ្លាំងឬរឹងខ្លាំងពេកក៏គួរជៀសវាងផងដែរ